ជំរាបសួរពុកម៉ែបងប្អូនមកកាន់ការរៀនភាសាកូរ៉េថ្នាក់ដំបូងថ្នាក់មូលដ្ឋានបន្ទាប់មកយើងនឹងរៀនថ្នាក់ពីមេរៀនទី1រហូតដល់មេរៀន60មេរៀននិងវិញ្ញាសា EDI topic ទាំងអស់គ្នាប៉ុន្តែមុននឹងទៅដល់កន្លែងនោះយើងចាប់ផ្ដើមពីការរៀនពីមូលដ្ឋានគ្រឹះមានស្រៈមានជញ្ជនៈឥឡូវនេះសូមរៀនអានថាតាមខ្ញុំអំពីស្រៈរបស់កូរ៉េមាន21សូមអានតាមខ្ញុំទាំងអស់គ្នាណាខ្ញុំសូមអាន2ដងដើម្បីឲ្យបងប្អូនឆាប់ចាំស្រៈអាស្រៈអាស្រៈយ៉ាស្រៈយ៉ាស្រៈអស្រៈអស្រៈយ៉ស្រៈយ៉ស្រៈអូស្រៈអូស្រៈយ៉ូស្រៈយ៉ូស្រៈអូស្រៈអូស្រៈយូស្រៈយូស្រៈអឺស្រៈអឺស្រៈអ៊ីស្រៈអ៊ីស្រៈអែស្រៈអែស្រៈយ៉ែស្រៈយ៉ែស្រៈអេស្រៈអេស្រៈយ៉េស្រៈយ៉េស្រៈវ៉ា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 ស្រៈវេស្រៈវេស្រៈវស្រៈវស្រៈវេស្រៈវេស្រៈវីស្រៈវីស្រៈអើយស្រៈអើយមុននឹងបង្រៀនបន្តសូមបងប្អូនជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីលោកគ្រូនិងជួយ Share ចែករំលែកចំណេះដឹងទៅកាន់មិត្តភ័ក្តិដែលរៀនភាសាកូរ៉េទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តដល់លោកគ្រូដើម្បីបង្រៀនបន្តតោះបងប្អូនទាំងអស់គ្នាបន្តចូលរៀនជញ្ជនៈម្ដងជញ្ជនៈភាសាកូរ៉េមាន19តួចូលរៀនដែរទេបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាសូមថាតាមខ្ញុំទាំងអស់គ្នាណាខ្ញុំសូមថា2ដងដូចគ្នាប៉ុន្តែបងប្អូនថាច្រើនដងកាលណាល្អកាលហ្នឹងកាន់តែថាកាន់តែចងចាំកាន់តែទទិញគឺកាន់តែចងចាំបានល្អបងប្អូនតោះសូមថាតាមខ្ញុំទាំងអស់គ្នាកកណណដដររមមផផសសគ្មានសំឡេងឆឆឆឆខខថថផផ
ហហកកតតปปสสចចកន្លែងនេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចណាដូចជាកន្លែងដមានសញ្ញាបូកហ្នឹងយើងហៅថាដហើយផមានសញ្ញាបូកហ្នឹងយើងហៅថាផចមានសញ្ញាបូកហ្នឹងយើងហៅថាឆបងប្អូនចងចាំទាំងអស់គ្នាណាកុំឲ្យភ្លេចបញ្ជាក់ឲ្យបងប្អូនងាយយល់ងាយស្រួលទន្ទិញឆាប់ចេះឆាប់ចាំចាប់ពីពេលនេះតទៅលោកគ្រូសង្ឃឹមថាបងប្អូននឹងទទួលបានប្រយោជន៍ពីការសិក្សាពីលោកគ្រូនឹងបង្រៀនជារៀងរាល់ថ្ងៃសូមជួយចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិទៅកាន់អ្នកដែលរៀនភាសាកូរ៉េទាំងអស់គ្នាដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខទាំងចំណេះដឹងទាំងការគិតវិជ្ជមានល្អទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាអរគុណច្រើនសុខសប្បាយទាំងអស់គ្នាបងប្អូនជូនពរឲ្យមានក្តីសុខសុភមង្គលក្នុងគ្រួសារមានសេដ្ឋកិច្ចល្អប្រាក់ខែពាន់ពេលបានទៅធ្វើការនៅប្រទេសកូរ៉េអរគុណច្រើនសម្រាប់ការចំណាយពេលមានតម្លៃមួយនេះ